ម៉ែខ្ញុំមកវិញហើយងាប់ហើយម៉ែបាត់កូនស្រីឡើងមួយយប់សម្រាប់គ្មានដឹងស្អីទេមានបារម្ភពីកូនអីមិនបន្តិចខ្ញុំចាប់ផ្ដើមសង្ស័យហើយថាតើខ្ញុំនេះជាកូនបង្កើតឬក៏កូនចុងរបស់គាត់ហើយគួរឲ្យអន់ចិត្តណាស់និយាយហើយក៏ដើរចូលទៅក្នុងរៀបចំខោអាវមួយសន្ទុះក្រោយមកម៉ាណែតក៏ដើរមកដោយអូវ៉ាលីហើយក៏ទុកសម្បត្តិមួយច្បាប់ឲ្យទៅម្ដាយរបស់នាងបាទសុំគាត់ទៅស្រួលបួលគាត់ច្បាស់ជាមិនឲ្យខ្ញុំនេះទៅទេអញ្ចឹងមានតែលួចទៅសុំទៅផងណាម៉ែខ្ញុំនេះមិនចេះនៅទីនេះទេព្រឹកឡើងនៅមុខផ្ទះយាយតៃម៉ាណែតកំពុងតែចុចកណ្ដឹងរូផ្ទះយាយតៃក៏ដើរមកបើកទ្វារជំរាបសួរលោកយាយសំណប់ចិត្តចៅហាមីចៅមកធំទេហ៎នេះមកទៀតហើយហ៎ចាមកទៀតហើយមកជាមួយអ្វីដែលថ្មីណាលោកយាយពិតជាពិសេសធានាថាលោកយាយមិនដែលជួបមិនដែលប្រទះមិនដែលឃើញឡើយគ្រាន់តែលឺលោកយាយពិតជាចង់ដឹងណាស់មែនទេថាជាអ្វីនោះចង់ដឹងណាស់តែនេះឯងចង់អូវ៉ាលីមកនៅផ្ទះយាយទៀតហើយមែនទេចាត្រូវហើយលោកយាយលោកយាយមិនក៏ទាញទ្វារបិទចោលខ្ញុំអញ្ចឹងហើយបើមកលេងយើងស្វាគមន៍តែបើឯងមកនៅគឺអត់បានទេព្រោះកាលមុនឯងមកនៅតែពីអាទិត្យសោះនាំយើងឲ្យសើចូលពោប៉ូលីសដល់តែ2ដងឈប់សិនលោកយាយតែម្ដងនេះមិនដូចគ្នាទេម្ដងនេះពួកយើងធ្វើជាមនុស្សស្នេហាយុត្តិធម៌កុំចិត្តប្រុសថោកទាបម្ដងស្អីគេមកឯងនេះធ្វើជាពលរដ្ឋល្អនោះយើងមិនជឿទេបានហើយឯងឆាប់ត្រឡប់ទៅផ្ទះវិញទៅក៏បានថាបបួយាយទៅចាប់ប្រុសស្អាតតែបើយាយមិនចាប់អារម្មណ៍ទេខ្ញុំទៅម្នាក់ឯងក៏បានដែរឈប់សិនមីចៅមកធំម៉េចនេះឯងនិយាយថាម៉េចឯងទៅចាប់ប្រុសស្អាតមែនទេចាមែនហើយអូមកចូលមកសិនមកចៅយើលោកយាយគ្រាន់តែលឺសូរតែប្រុសស្អាតនេះបើកទ្វារឲ្យខ្ញុំភ្លាមយាយចុះតុកគីអត់នៅផ្ទះទេអីអូអត់នៅទេចៅមីចៅតុកគីគេទៅលក់ហើយមើលឯងឆាប់និយាយរឿងប្រុសស្អាតឲ្យយាយស្ដាប់បន្តិចមើលហើយឯងមិនក៏ទៅចង់ចាប់គេអញ្ចឹងហើយលោកយាយបើរឿងអញ្ចឹងចង់ស្ដាប់ណាមិនអីទេចាំខ្ញុំនិយាយឲ្យស្ដាប់គឺថាពេលនោះម៉ាណែតក៏និយាយរឿងអារីយ៉ានិងនរៈឲ្យយាយតៃស្ដាប់ក្រោយពីស្ដាប់រួចយាយតៃក៏ខឹងយ៉ាងខ្លាំងយើអាប្រុសថោកទៀតអាប្រុសដេរិឆានមីចៅនោះគួរឲ្យអាណិតណាមិនបានទេមីចៅមកធំពួកយើងត្រូវតែទៅរកអាប្រុសស្អាតម្នាក់នោះរួចហើយចាប់ខ្លួនឲ្យទៅមីចៅអារីយ៉ាអាណិតគ្នាណាស្លាប់ទៅហើយក៏មិនអាចចាប់ជាតិបានទៀតហើយឪពុករបស់នាងមានដឹងរឿងនេះអត់ដឹងទេលោកយាយអារីយ៉ាថាមិនចង់ឲ្យឪពុករបស់នាងពិបាកចិត្តហើយក៏មិនចង់ឲ្យពុកនាងទៅពាក់ព័ន្ធនឹងគ្រួសារនោះទៀតដែរទើបនាងប្រាប់តែខ្ញុំម្នាក់ទេឲ្យដឹងរួចហើយមិនឲ្យខ្ញុំនិយាយប្រាប់គេទៀតមែនណាចៅអើយចៅសុកចិត្តពិបាកខ្លួនឯងតោះពួកយើងឆាប់ទៅរកអាប្រុសម្នាក់នោះទៅឥឡូវនេះម៉ែលោកយាយហើយចាំការទៀតតែខ្ញុំមិនតន់ងូតទឹកទេថ្មិញក៏មិនតន់ដោះផងអត់បានដេកមួយយប់ហើយឲ្យខ្ញុំសុំសម្រាប់បន្តិចសិនទៅបានអស់លោកយាយមិនបានទេមកប្រញាប់ទៅខ្លួននឹងមាត់ឯងទោះដោះនឹងងូតទឹកប៉ុណ្ណាក៏វានៅតែស្អុយដែរខ្លួនក្រមុំទេតែមិនចេះថែខ្លួនសោះអញ្ចឹងបានអត់មានអាណាយកមកឆាប់ទៅយាយទៅចាំក្នុងឡានមុនហើយហើយលោកយាយនេះអីក៏ប្រញាប់ម្លេះហើយគ្មានបានដោះថ្មិញដោះស្អីទេលោកយាយចាំផងតើពួកយើងឆាប់ចូលទៅរកវាតែម្ដងទៅនិយាយចឹងមីចៅឯងស្គាល់មុខវាដែរទេអូយមែនហើយលោកយាយខ្ញុំនេះភ្លេចឲ្យខឹងគឺភ្លេចឲ្យអារីយ៉ានេះបង្ហាញរូបថតអាគាត់នៅឲ្យបានឃើញបើមិនបានឃើញគេផងតើធ្វើយ៉ាងម៉េចទៅខ្ញុំមិននឹងស្គាល់គេទៅយីក្រែងអារីយ៉ានាងជាខ្មោចហ៎ហើយនាងមានទូរស័ព្ទណាបង្ហាញរូបថតដល់ឯងទៅពិតជាឡប់មែនហើយលោកយាយហើយខ្ញុំនេះចាំជាឡប់សតិមែនអញ្ចឹងលោកយាយតើពួកយើងគិតធ្វើយ៉ាងម៉េចទៅបើខ្ញុំមិនដែលស្គាល់ប្រុសម្នាក់នោះផងមិនអីទេចាំយាយប្រើខួរក្បាលដ៏ឆ្លាតវៃគិតមើលសិនអូយឆ្លាតណាស់ណ៎លោកយាយឆ្លាតដល់ហើយឆ្លាតដល់ថ្នាក់ឲ្យអាដងហេបោកឲ្យថតរូបអាក្រាតបានទៀតណាពីចៅមកធំហើយឯងនិយាយធ្វើអីទៀតកុំរំលឹកវាឡើង
អត់មានអីទេលោកយាយពួកយើងឡើងទៅសួរក្រុមហ៊ុនគេតែម្ដងទៅប្រហែលជាមានអ្នកស្គាល់ហើយសួស្ដីអ្នកទាំងពីរមកទីនេះមានការអីមែនទេចាគឺខ្ញុំមករកលោកនារៈតើពេលនេះគាត់នៅដែរអត់អូពេលនេះគាត់មិននៅទេហើយអ្នកនាងមានបានណាត់គាត់ទុកមុនអត់ហើយមកនឹងមានការអីជាមួយគាត់មែនទេយីអីក៏សួរច្រើនម្ល៉េះហើយខ្ញុំមានការចាំបាច់អីត្រូវប្រាប់នាងនោះហើយគាត់ទៅណាហើយមកប្រមាណបានជាគេត្រឡប់មកវិញអ្នកទាំងពីរត្រូវប្រាប់ខ្ញុំសិនទើបខ្ញុំឲ្យពួកនាងចូលទៅជួបគាត់បានព្រោះម៉ាក់របស់គាត់ហាមមិនឲ្យលោកនារៈជួបជាមួយមនុស្សចម្លែកទេលោកយាយម្ដងនេះតើធ្វើយ៉ាងម៉េចទៅម៉ែកំណាញ់របស់វាកានកូនប្រុសទុកហ្មងមើលទៅឥឡូវប្រាប់មកថាមកជួបគាត់មានការអីគឺចេះទេណាចៅស្រីយាយមកពិភាក្សារឿងចំនួនលុយរាប់រយលានដុល្លារឯណោះយ៉ាងម៉េចប៉ណ្ណឹងអាចជួបបានទេអូហូបានលោកយាយអញ្ចឹងសូមលោកយាយនិងអ្នកខាងនោះអង្គុយរងចាំបន្តិចទៅបន្តិចទៀតអ្នកប្រុសនារៈគាត់ត្រឡប់មកវិញឥឡូវហើយពេលដែលគាត់មកចាំខ្ញុំមកហៅអ្នកទាំងពីរអូយពិតជាមានប្រសិទ្ធភាពមែនលោកយាយរបស់ខ្ញុំពិតជាឆ្លាតខ្លាំងណាស់ហើយរឿងប៉ុណ្ណឹងវាគ្មានអីអស្ចារ្យទេលំដាប់យាយតីទៅហើយបើបញ្ហាប៉ុណ្ណឹងដោះស្រាយមិនបានមិនមែនឈ្មោះយាយតីទេហាលោកប្រធានចេញមកដល់ហើយនិយាយចឹងលោកប្រធានមានមនុស្សស្រី2នាក់គេមករកលោកប្រធានខ្ញុំឲ្យគេអង្គុយរងចាំនៅខាងនោះហាមនុស្សស្រីហើយគេជានរណាទៅខ្ញុំក៏មិនដែរស្គាល់ដែរតែមានមនុស្សស្រីម្នាក់និងយាយចាស់ម្នាក់គាត់ថាចង់វិនិយោគទុនជាមួយក្រុមហ៊ុនរបស់យើងមានតម្លៃរហូតដល់រាប់រយលានដុល្លារឯណោះហាពិតមែនហ៎អញ្ចឹងចាំខ្ញុំទៅជួបពួកគេលោកយាយតើពួកយើងគិតធ្វើយ៉ាងម៉េចបន្តទៅនៅឲ្យស្ងៀមសិនទៅយាយគ្រាន់តែឃើញក្រុមហ៊ុនរបស់គេភ្លាមយាយនឹកឃើញផែនការផ្លែតហាផែនការអីទៅលោកយាយនិយាយប្រាប់ខ្ញុំមកអូជំរាបសួរលោកយាយនិងអ្នកនាងខាងនេះអ្នកទាំងពីរមករកខ្ញុំមានការអីមែនទេវ៉ាវមីចៅស្រីអ្នកនិយាយនឹងប្រហែលជានរៈហើយពិតជាសខាមែនវើយអញ្ចឹងតើបានមីចៅអារិយាលងស្រឡាញ់វាដល់ម្លឹងហើយយាយកុំគិតអីផ្ដេសផ្ដាស់យើងកំពុងតែមកជួយអារិយាណាកុំឲ្យភាពសង្ហារបស់គេទាក់ទាញយើងបានតែអាគាត់ហ្នឹងនិយាយរួមទៅគឺសង្ហាខ្លាំងហ្មងយីមើលវានិយាយអ្នកទាំងពីរតើលឺអ្នកប្រុសខ្ញុំសួរទេថាអ្នកទាំងពីរមកទីនេះមានការអីដែរអូគឺចេះទេណាចៅប្រុសយាយកំពុងតែចង់សាងសង់បឹងកាឡូនៅម្ដុំទឹកជ្រោះមួយហើយយាយចង់ឲ្យក្រុមហ៊ុនរបស់ចៅជួយតើពួកចៅគិតយ៉ាងម៉េចដែរសង់ជាបឹងកាឡូរបៀបផ្ទះតូចសម្រាប់ឲ្យភ្ញៀវមកលេងមកយប់នឹងមែនលោកយាយចាមែនហើយចៅតើខាងចៅមានទទួលធ្វើអានឹងអត់បានមានតើលោកយាយតែតម្លៃរៀងថ្លៃបន្តិចហើយអូរឿងតម្លៃមិនអីទេឲ្យតែខាងចៅនេះធ្វើចេញមកស្អាតទៅបានហើយអូមិនអីទេលោកយាយធានាថាពេញចិត្តតែម្ដងប៉ុន្តែមុនខាងខ្ញុំទទួលធ្វើពួកខ្ញុំសូមទៅមើលទីតាំងសិនតើទឹកជ្រោះនោះនៅម្ដុំណាអូគឺទឹកជ្រោះត្រជាក់10បេះដូងលោកមានធ្លាប់ស្គាល់អត់ហាទឹកជ្រោះត្រជាក់10បេះដូងមែនហើយលោកមានស្គាល់ដែរទេអ្នកប្រុសខ្ញុំថាពួកយើងកុំទទួលការងារនេះអីមិនអញ្ចឹងសីហាតើមានបញ្ហាអីមែនទេគឺអ្នកប្រុសគឺធ្វើការនៅទឹកជ្រោះមានគ្រោះថ្នាក់ណាស់អូមិនអីទេយើងគិតថាគ្មានអីគ្រោះថ្នាក់ផងលោកយាយអញ្ចឹងថ្ងៃស្អែកនេះខ្ញុំសូមទៅមើលទីតាំងសិនចាំពួកខ្ញុំសម្រេចតាមក្រោយអូអញ្ចឹងបានន័យថាថ្ងៃស្អែកនេះលោកយល់ព្រមទៅហើយមែនទេបានមែនហើយអូខេអញ្ចឹងសម្រេចអញ្ចឹងចោះស្អែកយាយនឹងមកចាំនៅទីនោះមុនតោះចឹងមីចៅពួកយើងទៅវិញទៅអញ្ចឹងស្អែកជួបគ្នាណាចៅយាយលាសិនហើយអ្នកប្រុសនេះអ្នកប្រុសគិតទៅទីនោះហើយមែនទេមែនហើយមានបញ្ហាអីមែនទេគឺអត់មានបញ្ហាអីទេអ្នកប្រុសមិនបានទេមិនអាចឲ្យអ្នកប្រុសទៅទីនោះបានជាដាច់ខាតខ្ញុំត្រូវតែប្រាប់រឿងនេះដល់អ្នកស្រីប្រធានលោកយាយនេះលោកយាយពិតជាឆ្លាតមែន
ចេះរកមកshowបាយឃើញយាយដឹងហើយមិនបាច់សរសើរទេយាយមិនមែនល្ងងដូចឯងណាអើយមើលលោកយាយនៅផ្ទះនរៈក្រោយពីសីហានិយាយរឿងយាយតីប្រាប់ទៅអ្នកស្រីអូស្បារួចមិនបានទេយើងមិនឲ្យនរៈទៅទឹកជ្រោះនោះជាដាច់ខាតយើងខ្លាចការចងចាំរបស់គេវិលត្រឡប់មកវិញណាសីហាឯងឆាប់ប្រាប់យាយចាស់ម្នាក់នោះទៅថាយើងមិនទទួលការងាររបស់ពួកគេទេហាធ្វើអញ្ចឹងបានដែរអ្នកស្រីបើអ្នកប្រុសដឹងខ្ញុំច្បាស់ជាមានរឿងមិនខានទេឯងកុំភ័យខាងនរៈចាំយើងជាអ្នកដោះស្រាយឯងធ្វើការងារដែលយើងប្រាប់ទៅបានហើយបាទអ្នកស្រីស្អែកឡើងនៅផ្ទះយាយតីនិងម៉ាណែតកំពុងតែរៀបចំខ្លួនទៅក្រុមហ៊ុនរបស់នរៈលោកយាយម៉ាណែតពួកអ្នកទាំងពីរចង់ទៅណាទាំងព្រឹកនឹងសង្ឃឹមថាមិននាំគ្នាទៅធ្វើអីឲ្យចូលប៉ូលីសម្ដងទៀតទេណាអើយអត់ទេតុកីម្ដងនេះខ្ញុំនិងលោកយាយនាំគ្នាធ្វើរឿងត្រឹមត្រូវបំផុតក្នុងឆាកជីវិតតើពិតមែនទេលោកយាយមែនហើយមីចៅតុកីចៅកុំបារម្ភអីយាយមិនធ្វើអីផ្ដេសផ្ដាស់ទៀតទេឲ្យតែប៉ិតដូចមាត់យាយនិយាយបើមានម្ដងទៀតខ្ញុំមិនទៅធានាទេទុកឲ្យយាយហូបបាយគ្រួននៅក្នុងគុកម្ដងហើយហើយទុកឲ្យខ្ញុំជាអ្នកធានាក្នុងនាមជាកូនស្រីអ៊ីបន្លែដង្កូវថាពួកយើងគឺនាំគ្នាទៅធ្វើរឿងល្អទេមិនបានទៅធ្វើរឿងអីផ្ដេសផ្ដាស់ឡើយអូខេអញ្ចឹងខ្ញុំរៀបចំអីវ៉ាន់ទៅហាងហើយទៅចុះណាចៅតោះមីចៅមកធំយើងធ្វើដំណើរចេញទៅអាឡូជំរាបសួរខ្ញុំស្រីតៃក្មេងជាងវ័យនិយាយចាសុំទោសលោកយាយខ្ញុំខលពីក្រុមហ៊ុនលោកនរៈទេមកសួរថាទៅដល់ណាហើយមែនទេចាំតិចទៅយាយចេញទៅដល់ឥឡូវហើយអត់ទេលោកយាយមិនបាច់មកទេព្រោះខាងខ្ញុំមិនទទួលការងារពីលោកយាយទេអញ្ចឹងសូមលោកយាយអធិស្ឋានផងហាថាម៉េចមិនទទួលការងារនេះទេចប់បាត់ហើយអញ្ចឹងនោះបាទសូមទោសផងលោកយាយអញ្ចឹងខ្ញុំជម្រាបលាហើយលោកយាយតើមានរឿងអីទៅគឺអាក្រុមហ៊ុនអានរៈនោះវាមិនព្រមទទួលការងារពីយើងទេថាម៉េចអើយបើអញ្ចឹងចប់បាត់ហើយធ្វើយ៉ាងម៉េចទៅលោកយាយហើយមិនដឹងធ្វើយ៉ាងម៉េចទេផែនការរបស់យើងរលាយហើយមានតែបដូរផែនការថ្មីទៅបានអ្នកស្រីរួចរាល់ហើយល្អណាស់សីហាតោះពួកយើងប្រញាប់ចេញទៅស្មាននេះប្រហែលជាពួកគាត់ទៅដល់បាត់ទៅហើយកុំឲ្យពួកគាត់រងចាំពួកយើងអីនរៈម៉ាក់បានបដិសេធការងារនោះជំនួសកូនហើយកូនមិនបាច់ទៅជួបគេទេហាហេតុអីម៉ាក់មិនក៏ម៉ាក់ធ្វើអញ្ចឹងគម្រោងនោះលុយរាប់លានដុល្លារណាលុយច្រើនប៉ុណ្ណាក៏មិនសំខាន់ស្មើនឹងជីវិតកូនដែរកូនចាំមិនបានទេអីម៉ាក់ស្ទើរតែជួយជីវិតកូនសឹងតែមិនទាន់អញ្ចឹងហើយកន្លែងណាដែលមានទឹកម៉ាក់មិនទទួលធ្វើទេតែម៉ាក់រឿងវាកន្លងផុតយូរហើយកូនក៏ចេះប្រយ័ត្នខ្លួនដែរអត់ទេម៉ាក់បារម្ភម៉ាក់បានប្រាប់គេរួចហើយថាមិនទទួលការងារនោះទេម៉ាក់មិនក៏ម៉ាក់ចាត់ទុកខ្ញុំដូចជាកូនក្មេងអញ្ចឹងរឿងការងារខ្ញុំជាអ្នកចាត់ចែងបានហើយម៉ាក់មិនបាច់មកលូកលាន់ទេណារៈម៉ាក់ធ្វើយ៉ាងនេះគឺចង់ឲ្យកូនល្អទេទុកឲ្យខ្ញុំសុំទៅចោះលើក្រោយម៉ាក់កុំរវល់នឹងការងាររបស់កូនទៀតអីតោះសីហាទៅក្រុមហ៊ុនបាទអ្នកប្រុសនៅមុខក្រុមហ៊ុននរៈយាយតៃនិងម៉ាណែតកំពុងតែអង្គុយញ៉ាំភេសជ្ជៈដើម្បីចាំនរៈលោកយាយតើពួកយើងគួរធ្វើយ៉ាងម៉េចបន្តទៅយាយក៏មិនទាន់ដឹងធ្វើយ៉ាងម៉េចដែរចាំយាយគិតមើលសិនលោកយាយខ្ញុំមានកំណត់មួយមិនម៉ាយើងមិនបាច់រងចាំទេជួលគេឲ្យចាប់អានរៈនោះតែម្ដងទៅយើនេះឯងចង់នាំយើងចូលប៉ូលីសទៀតហើយមែនទេមានណាលោកយាយខ្ញុំនិយាយលេងទេតើយើងគួរធ្វើយ៉ាងម៉េចទៅណោះហើយចាំមើលសិនទៅយាយឈប់ចុចទូរស័ព្ទសិនបានអត់មកជួយគិតគ្នាមើលឈប់ក៏ឈប់ដែរកំពុងតែបាញ់ហ្គេមចិត្តដល់វគ្គមេផងយាយនៅលេងហ្គេមចេញទៀតណែនាងដូរីមានមើលព័ត៌មានអត់ព័ត៌មានអីគឺរឿងនៅទឹកជ្រោះត្រជាក់ដល់បេះដូងនោះអីកុំមាត់លឺពេកប្រយ័ត្នលោកប្រធានលើតែលើដល់លោកប្រធានណាតិចបានអ្នកស្រីអូស្បាបណ្ដេញក្បាលចេញទៅពីអ្នកទៅទឹកជ្រោះនោះតើមានរឿងអីកើតឡើងទៅមិនក៏ម៉ាក់ហាមិនឲ្យគេនិយាយ
ហើយយើងលួចនិយាយគ្នាតិចទៅលោកប្រធានណាគាត់គ្មានតលឺទេណានាងមានដឹងទេថាម្សិលមិញនៅទឹកជ្រោះនោះមានមនុស្សស្លាប់ទៀតហើយយើងដឹងហើយណែយើងថាទឹកជ្រោះនោះច្បាស់ជាមានខ្មោចបិសាចជាមិនខានទេអញ្ចឹងតើបានជាលោកប្រធានណាបេះតែនឹងបាត់បង់ជីវិតនៅទឹកជ្រោះនោះយីនាងនេះថាហើយកុំឲ្យរំលឹករឿងលោកប្រធាននេះនិយាយមិនស្ដាប់គ្នាទេហីតិចយើងទៅប្រាប់អ្នកស្រីអស់ស្ដាទៅក្រែងមកប្រាប់ថាខ្ញុំលងទឹកនៅកន្លែងផ្សេងតើហើយមានរឿងអីកើតឡើងនៅកន្លែងជ្រោះនោះទៅអញ្ចឹងតើបានជាម៉ាក់បិទមិនឲ្យខ្ញុំនេះទៅទទួលការងារនៅទឹកជ្រោះនោះខ្ញុំត្រូវតែដឹងឲ្យបានថាខ្ញុំមានរឿងអីកើតឡើងនៅក្នុងទឹកជ្រោះនោះមិនហើយលោកយាយគិតឃើញហើយនៅថាពួកយើងត្រូវធ្វើយ៉ាងម៉េចបន្តទៅហើយមីចៅនៅម្ដុំនេះមានប្រុសសង្ហាច្រើនណាស់បើដឹងអញ្ចឹងមកផឹកអីនៅកន្លែងនឹងយូរហើយយ៉ាប់ណាស់លោកយាយអញ្ចឹងហើយនៅមានចិត្តមើលមនុស្សប្រុសទៀតយាយកែមិនឡើងមែនណែម៉ណែតឯងកុំស្លន់ស្លោពេកមើលនោះឯងមើលណោះអាចៅនរៈដើរចូលមកហើយ